បងប្អូនទាំងអស់គ្នាក្នុងការធ្វើទីផ្សារបែប Digital ក្នុងការលក់អនឡាញឬក៏ក្នុងការរកលុយតាម YouTube តាម Facebook តាម TikTok ក្តីតាម Telegram ក្តីអ្វីដែលបងប្អូនត្រូវមានផងដែរគឺ Email ហើយនៅក្នុងវីដេអូនេះយើងនឹងជជែកគ្នាអំពីការបង្កើត Email ទាំងអស់គ្នាបងទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាអំពីរបៀបក្នុងការបង្កើត Email នៅទីនេះយើងជជែកអំពី Gmail ដូចដែលបងប្អូនបានដឹងហើយ Gmail វាមានគុណប្រយោជន៍យ៉ាងណាក្នុងការរកស៊ីក្នុងការធ្វើទីផ្សារបែប Digital បាទហើយខ្ញុំបានជជែករួចហើយបាទពីការមានEmail ក្នុងការរកស៊ីបែប Digital ក្នុងការធ្វើទីផ្សារបែប Digital ឬក៏ក្នុងការលក់អនឡាញហ្នឹងពេលនេះយើងចូលទៅដល់ការបង្កើត Gmail ទាំងអស់គ្នាបាទចឹងដំបូងបងប្អូនត្រូវចូលទៅកាន់ app Gmail ហើយបើសិនជាបងប្អូនអត់មានទេបងប្អូនចូលទៅកាន់ Play Store បាទ Play Store ហើយបងប្អូនវាយនៅកន្លែងស្វែងរកចុចនៅកន្លែងស្វែងរកហើយបងប្អូនចុចនៅកន្លែងស្វែងរកកម្មវិធីនិង game បន្ទាប់មកបងប្អូនវាយពាក្យ Gmail បាទ Gmail Gmail ចុចស្វែងរកវានឹងឃើញGmail របៀបនេះហើយបងប្អូនចុចដំឡើងបាទដំឡើងរងចាំវាបន្តិចវានឹងចេញមកហើយបងប្អូនបាទវាកំពុងតែដើរហើយវាដើរលឿនឬយឺតហ្នឹងវាអាស្រ័យទៅលើអ៊ីនធឺណិតរបស់យើងដែរបាទកំពុងដំឡើងបាទពេលនេះយើងបានដំឡើងកម្មវិធី Gmail រួចរាល់ហើយបងប្អូនយើងអាចចុចបើកតែម្ដងនៅទីនេះបាទហើយនៅពេលដែលចុចបើកហើយគឺវាចូលមកដល់ត្រង់នេះបងប្អូនចុចយល់ព្រមហើយដោយសារនៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំនេះមាន Gmail ចាស់ចំនួន2រួចរាល់ហើយបាទមាន Gmail ចាស់ចំនួន2រួចរាល់ហើយដោយដែលខ្ញុំបានជជែកនៅក្នុងវីដេអូមុនបងប្អូនពេលខ្លះយើងមាន Gmail នៅក្នុងទូរស័ព្ទដៃរួចរាល់ហើយប៉ុន្តែយើងអត់បានដឹងថាយើងមាន Gmail ទេពេលខ្លះយើងទៅទិញទូរស័ព្ទដៃពីហាងម្ចាស់ហាងលក់ទូរស័ព្ទដៃគេបានបង្កើតឲ្យយើងបើមិនអញ្ចឹងទេបងប្អូនអត់អាចកំពុងតែទស្សនាការជជែកអំពីការបង្កើត Gmail របស់ខ្ញុំនៅទីនេះបានទេមានន័យថាលុះត្រាតែយើងមាន Gmail ឬក៏មាន Email ដើម្បីភ្ជាប់ជាមួយនឹងទូរស័ព្ទដៃរបស់យើងទើបយើងអាចចូលទៅដំឡើងកម្មវិធី Facebook ដំឡើងកម្មវិធី YouTube ដំឡើងកម្មវិធី TikTok ដំឡើងកម្មវិធី Telegram ឬក៏កម្មវិធីផ្សេងទៀតនៅក្នុងទូរស័ព្ទដៃដែលអនុញ្ញាតឲ្យបងប្អូនបានទស្សនាវីដេអូដែលខ្ញុំកំពុងតែជជែកនៅទីនេះបាទឥឡូវខ្ញុំចូលទៅកាន់ Gmail បើសិនជាបងប្អូនមាន add Gmail ស្រាប់ជីទូទៅវាចេញមករបៀបនេះបាទវាចេញមករបៀបនេះហើយបងប្អូនបើក្នុងករណីចេញមករបៀបហ្នឹងបងប្អូនចុចទៅលើរង្វង់ពណ៌បៃតងដែលមានអក្សរ T ហើយនៅទីនេះទូរស័ព្ទដៃបងប្អូនអាចមានអក្សរផ្សេងអាចមានពណ៌ផ្សេងដោយសារឈ្មោះដែលយើងបង្កើត Gmail ហ្នឹងឈ្មោះដែលយើងបង្កើត Gmail ផ្ដើមដោយអក្សរអ្វីវានឹងលូតអក្សរហ្នឹងនៅទីហ្នឹងតែម្ដងដោយសារ Gmail ចាស់របស់ខ្ញុំផ្ដើមដោយអក្សរ T អញ្ចឹងទៅវាក៏លូតអក្សរ T បាទអញ្ចឹងខ្ញុំចុចលើវាហើយបងប្អូនចុចមកកន្លែងបញ្ចូលគណនីផ្សេងហេតុអីក៏យើងចាំបាច់ចូលទៅកន្លែងបង្កើតគណនីផ្សេងដោយសារចែកបងប្អូននៅទីនេះយើងនឹងរៀនក្នុងការបង្កើត Gmail ថ្មីតែម្ដងមានន័យថាយើងចាប់ផ្ដើមថ្មីសាឡាងតែម្ដងយើងអត់ចាប់យក Gmail ចាស់ទៅទេបាទអញ្ចឹងយើងបញ្ចូលគណនីផ្សេងត្រង់នេះបងប្អូនចុចចូលទៅកាន់ Gmail ហើយបើសិនជាទូរស័ព្ទដៃបងប្អូនដាក់លេខកូដដាក់ password ដាក់ពាក្យសម្ងាត់ឬក៏ដាក់ការគូសខ្វៀសដើម្បីដោះសឬក៏ដាក់ scan មុខឬក៏ scan មេដៃដើម្បីដោះសយើង scan ឬក៏យើងចុចលេខកូដដើម្បីដោះសិនឥឡូវខ្ញុំចុចដោះបានហើយវាចេញមកអញ្ចេះហើយនៅទីនេះបើសិនជាយើងមាន email ចាស់ email ដែលយើងបានបង្កើតរួចណាមួយរួចរាល់ហើយបងប្អូនអាចចូលនៅកន្លែង email ឬលេខទូរស័ព្ទយកតែម្ដងប៉ុន្តែនៅទីនេះយើងអត់ចូលអានឹងទេគឺយើងចូលបង្កើតថ្មីអញ្ចឹងបងប្អូនចុចនៅកន្លែងបង្កើតគណនីបាទបង្កើតគណនីវាលោតមកពីបងប្អូនមានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំហើយមួយទៀតគឺ
សម្រាប់ការងារឬអាជីវកម្មរបស់ខ្ញុំដោយសារយើងមានគោលបំណងក្នុងការធ្វើទីផ្សារបែប digital គឺការលក់អនឡាញអញ្ចឹងយើងយកការសម្រាប់ការងារឬអាជីវកម្មរបស់ខ្ញុំបាទមកដល់ត្រង់នេះតម្រូវឲ្យយើងដាក់ឈ្មោះនាមត្រកូលហើយនិងនាមខ្លួនរបស់យើងបងប្អូនអញ្ចឹងបងប្អូនអាចដាក់ជាភាសាខ្មែរក៏បានជាអង់គ្លេសក៏បានហើយសម្រាប់ខ្ញុំដាក់ភាសាអង់គ្លេសភាសាអង់គ្លេសតែម្ដងបាទខ្ញុំដាក់ភាសាអង់គ្លេសតែម្ដងខ្ញុំអត់ដាក់ភាសាខ្មែរទេបាទខ្ញុំដាក់ Baku KH បន្ទាប់មកយើងចុចពាក្យបន្ទាប់ហើយឲ្យយើងជ្រើសរើសថ្ងៃខែឆ្នាំកំណើតបាទថ្ងៃខែឆ្នាំកំណើតបងប្អូនដាក់ថ្ងៃខែឆ្នាំកំណើតបងប្អូនមកបាទខ្ញុំដាក់ថ្ងៃខែឆ្នាំកំណើតហើយយើងជ្រើសរើសភេទបាទយើងជ្រើសរើសភេទបាទខ្ញុំដាក់ភេទប្រុសហើយយើងចុចបន្ទាប់ប៉ុណ្នេះមកដល់នេះបងប្អូនវាមាន3សម្រាប់ឲ្យយើងជ្រើសរើសយក3មុខងារទី1ទី2ហ្នឹងគឺវាបង្កើតឲ្យយើងរួចស្រេចហើយយើងអាចជ្រើសរើសយកមួយណាក៏បានក្នុងចំណោម2ខាងលើហើយមួយទៀតខាងក្រោមនេះគឺយើងបង្កើតខ្លួនយើងណាបងប្អូនបាទយើងបង្កើតខ្លួនយើងឥឡូវខ្ញុំសាកចុចយកបង្កើតខ្លួនយើងវិញគឺខ្ញុំយកបង្កើតអាសយដ្ឋាន Gmail ផ្ទាល់ខ្លួនរបស់អ្នកបាទខ្ញុំចុចអានោះហើយយើងបង្កើតមកបងប្អូនBaku KH ប៉ុណ្ណឹងសាកមើលឲ្យអត់ឲ្យទេថែមមួយលេខ2លេខទៀតបាទអូខេវាឲ្យហើយវាឲ្យដល់នេះហើយបងប្អូនវាយពាក្យសម្ងាត់នៅទីនេះតម្រូវឲ្យយើងវាយបញ្ចូលពាក្យសម្ងាត់ហើយពាក្យសម្ងាត់នេះបងប្អូនព្យាយាមឲ្យចាំត្រូវចំណាំទុកហើយក្នុងការដាក់ពាក្យសម្ងាត់នេះទៀតសោតបងប្អូនត្រូវដាក់យ៉ាងតិចឲ្យបាន8លេខបាទយ៉ាងតិចឲ្យបាន8លេខហើយមានអក្សរតូចអក្សរធំនិមិត្តសញ្ញាហើយនឹងមានលេខផងបញ្ចូលគ្នាដើម្បីឲ្យសុវត្ថិភាព Gmail របស់យើងនៅរឹងមាំល្អអត់មានអ្នកផ្សេងស្មានដឹងពាក្យសម្ងាត់របស់យើងគេចូលបើកយក Gmail របស់យើងបានបាទឥឡូវខ្ញុំដាក់ពាក្យសម្ងាត់របស់ខ្ញុំហើយខ្ញុំដាក់ពាក្យសម្ងាត់របស់ខ្ញុំបាទយ៉ាងតិចឲ្យបាន8លេខមានអក្សរតូចអក្សរធំមកបាទខ្ញុំដាក់ប៉ុណ្នេះហើយបងប្អូនកុំដាក់ដូចខ្ញុំនេះខ្ញុំបាំងបន្តិចដើម្បីឲ្យបងប្អូននឹកឃើញដាក់ខ្លួនឯងហើយឲ្យបានរឹងមាំខ្លួនឯងចំណាំខ្លួនឯងបាទបន្ទាប់មកយើងចុចពាក្យបន្ទាប់មកដល់ត្រង់នេះយើងចុចពាក្យបន្ទាប់មួយទៀតបាទអាសយដ្ឋាន Gmail របស់យើងឃើញហើយនៅនេះចុចពាក្យបន្ទាប់មួយទៀតបាទយើងអូសឡើងទៅលើហើយបងប្អូនអាចចុចនៅទីនេះមើលលក្ខខណ្ឌរបស់ក្រុមហ៊ុន Gmail បាទបងប្អូនអាចអានបានហើយខ្ញុំធ្លាប់អានច្រើនដងហើយខ្ញុំអត់អានទៀតទេខ្ញុំចុចយល់ព្រមតែម្ដងបាទបាទនៅពេលនេះយើងបាន Gmail រួចរាល់ហើយបងប្អូនយើងបានបង្កើត Gmail ថ្មីរួចរាល់ហើយប៉ុន្តែ Gmail នេះគឺអត់ទាន់រឹងមាំនៅឡើយទេវាទាមទារឲ្យយើងបញ្ចូលលេខទូរស័ព្ទដៃស្ដារលេខទូរស័ព្ទស្ដារឬក៏បញ្ចូល Gmail ស្ដារបាទបញ្ចូលលេខទូរស័ព្ទស្ដារឬក៏បញ្ចូល Gmail ស្ដារមួយចំនួនដែលបងប្អូនបាត់ Facebook ឬក៏បាត់ YouTube ឬក៏បាត់ TikTok ដែលបងប្អូនបានភ្ជាប់ជាមួយនឹង Gmail ដោយសារអីយើងបង្កើត Gmail ហើយយើងអត់បានដាក់ភ្ជាប់ជាមួយនឹងលេខទូរស័ព្ទដៃលេខទូរស័ព្ទស្ដារឬក៏យើងអត់បានភ្ជាប់ជាមួយនឹង Gmail ស្ដារអញ្ចឹងនៅវីដេអូបន្ទាប់យើងនឹងជជែកអំពីការភ្ជាប់ Gmail របស់យើងជាមួយនឹងលេខទូរស័ព្ទស្ដារឬក៏ជាមួយនឹង Gmail ស្ដារដើម្បីឲ្យ Gmail របស់យើងមានសុវត្ថិភាពដើម្បីឲ្យ Gmail របស់យើងរឹងមាំអត់ងាយខូចហើយយើងបង្កើត Facebook យើងបង្កើត TikTok យើងបង្កើត YouTube យើងអាចរកស៊ីអាចលក់ដូរអាចធ្វើអាជីវកម្មអាចធ្វើទីផ្សារបែប Digital លក់ online ហ្នឹងឬក៏បងប្អូនអាចរកលុយតាម YouTube តាម Facebook តាម TikTok តាម Telegram អីជាបានជាដើមហ្នឹងគឺយើងត្រូវប្រកាសថាយើងរឹងមាំអត់ងាយខូចសិនហើយនៅវីដេអូបន្ទាប់យើងនឹងជជែកអំពីរឿងនឹងតែម្ដងប៉ុន្តែនៅវីដេអូនេះបងប្អូនតាមទាន់ទេបើតាមទាន់ហើយបងប្អូនសរសេរពាក្យទាន់
នៅក្នុង comment យើងនឹងបន្តទៅមុខទៀតតែបើបងប្អូនអត់ទាន់ទេបងប្អូនមើលសារចោះសារឡើងហើយអាចសួរនាំនៅក្នុង comment ខាងក្រោមបានហើយនៅពេលដែលឃើញបងប្អូនសរសេរទាន់ហើយបានច្រើនគ្នាហើយខ្ញុំនឹងបន្តមេរៀនខ្ញុំនឹងជជែកអំពីវីដេអូបន្តបន្ទាប់ទៅទៀតតែម្ដងបាទកុំភ្លេចសរសេរទាន់ដើម្បីយើងបានបន្តទៅទៀតទាំងអស់គ្នាបាទអរគុណ